រឿងឪពុកក្មេករើសកូនប្រសាកាលពីព្រេងនាយមានសេដ្ឋីម្នាក់ឈ្មោះថាសេដ្ឋីធម្មឹកដែលរស់នៅក្នុងទីក្រុងធំមួយលោកសេដ្ឋីមានកូនស្រីតែមួយគត់ឈ្មោះនាងបុប្ផាដែលមានរូបឆោមស្រស់ស្អាតនិងមានចំណេះដឹងខ្ពង់ខ្ពស់ទោះបីជាលោកសេដ្ឋីមានទ្រព្យសម្បត្តិច្រើនរាប់មិនអស់ក៏ដោយក៏លោកមិនដែលគិតថាទ្រព្យសម្បត្តិអាចទិញសុភមង្គលបានឡើយនៅពេលនាងបុប្ផាធំដឹងក្តីដល់អាយុរៀបការកូនកំលោះជាច្រើននាក់ដែលសុទ្ធតែជាកូនអ្នកមាននិងមានរូបសង្ហាបានមកដណ្ដឹងដល់ផ្ទះប៉ុន្តែលោកសេដ្ឋីធម្មឹកបានប្រកាសទៅកាន់អ្នកទាំងអស់គ្នាថាខ្ញុំមិនត្រូវការកូនប្រសាដែលមានលុយកាក់ឬមានតែរូបរាងស្រស់សង្ហានោះទេអ្វីដែលខ្ញុំត្រូវការគឺជាមនុស្សប្រុសដែលមានកតេបណ្ឌិតបញ្ញាវាងវៃនិងចេះដោះស្រាយបញ្ហាក្នុងជីវិតដើម្បីដឹកនាំគ្រួសាររបស់ខ្ញុំទៅអនាគតបានដោយសុខសាន្តលោកសេដ្ឋីក៏បានរៀបចំការប្រកួតដ៏ចម្លែកមួយដើម្បីធ្វើតេស្តទៅលើគូដណ្ដឹងទាំង3នាក់ដែលលេចធ្លោជាងគេបេក្ខជនទាំង3នាក់ដែលចូលរួមប្រកួតគឺ 1. លោកកំលោះវិសាលជាកូនមន្ត្រីធំមានទ្រព្យសម្បត្តិមហាសាលនិងតែងតែស្លៀកពាក់ស្អាតបាតណាស់ 2. លោកកំលោះបុរិនជាកូនពាណិជ្ជករល្បីឈ្មោះមានរូបរាងសង្ហានិងមានវោហារស័ព្ទល្អខ្លាំង 3. លោកកំលោះពលៈជាក្មេងប្រុសកំព្រាម្នាក់មកពីជនបទមិនសូវមានទ្រព្យសម្បត្តិទេប៉ុន្តែគេមានកេរ្តិ៍ឈ្មោះល្បីខាងការអានសៀវភៅនិងការគិតពិចារណាបានល្អិតល្អន់លោកសេដ្ឋីធម្មឹកបាននាំបេក្ខជនទាំង3ទៅកាន់ស្រែមួយកន្លែងដែលកំពុងរាំងស្ងួតហើយទឹកស្រះដែលនៅក្បែរនោះក៏រីងស្ងួតអស់ទៅហើយដែរសំណួររបស់លោកសេដ្ឋីសូមឲ្យអ្នកទាំងអស់គ្នារកវិធីដោះស្រាយបញ្ហាស្រេកទឹកនិងរាំងស្ងួតនៃស្រែនេះក្នុងរយៈពេល3ថ្ងៃវិសាលបានប្រកាសថាគេនឹងចំណាយប្រាក់យ៉ាងច្រើនដើម្បីជីកអណ្ដូងធំមួយភ្លាមប៉ុន្តែគេភ្លេចគិតថាដីនៅទីនោះមានថ្មច្រើនហើយត្រូវការពេលវេលាយូរជាង3ថ្ងៃបុរិនបានប្រើវោហារស័ព្ទរបស់ខ្លួនដើម្បីបញ្ចុះបញ្ចូលអ្នកភូមិឲ្យជួយលើកទឹកពីទីឆ្ងាយមកប៉ុន្តែការងារនេះហត់នឿយពេកហើយអ្នកភូមិក៏អស់កម្លាំងផងដែរពលៈបានសង្កេតឃើញថាទោះបីជាស្រែរីងស្ងួតក៏ដោយក៏រុក្ខជាតិមួយចំនួនដែលដុះនៅក្រោមភ្នូដីនៅមានសំណើមគេក៏គិតថាទឹកបានហូរចូលទៅខាងក្រោមពលៈបានស្នើសុំឲ្យគេជីកប្រឡាយរាក់តភ្ជាប់ពីស្ទឹងដែលនៅឆ្ងាយបន្តិចហើយប្រើឧបករណ៍បូមទឹកដែលគេបានបង្កើតដោយឫស្សីយកទឹកមកស្រោចស្រែបណ្ដោះអាសន្នក្នុងរយៈពេល2ថ្ងៃគេក៏អាចជួយឲ្យស្រែមានសំណើមឡើងវិញមួយភាគធំលោកសេដ្ឋីបាននាំបេក្ខជនទៅក្នុងបន្ទប់មួយហើយបានឲ្យប្រអប់មួយដែលមានកញ្ចក់3ទៅពួកគេសំណួររបស់លោកសេដ្ឋីនៅក្នុងប្រអប់នេះមានកញ្ចក់3សូមអ្នកប្រាប់ខ្ញុំពីសារៈសំខាន់នៃកញ្ចក់នីមួយៗក្នុងជីវិតគ្រួសាររបស់អ្នកវិសាលលើកកញ្ចក់ទី1ឡើងហើយនិយាយថាកញ្ចក់នេះសំខាន់សម្រាប់ខ្ញុំមើលខ្លួនឯងឲ្យបានស្អាតបាតដើម្បីរក្សាកិត្តិយសគ្រួសារនរិនលើកកញ្ចក់ទី2ឡើងហើយនិយាយថាកញ្ចក់នេះសំខាន់ដើម្បីឲ្យខ្ញុំមើលឃើញទ្រព្យសម្បត្តិដែលខ្ញុំនឹងរកបាននៅថ្ងៃអនាគតពលៈបានសម្លឹងមើលកញ្ចក់ទាំង3យ៉ាងយកចិត្តទុកដាក់ហើយឆ្លើយថាកញ្ចក់ទី1កញ្ចក់ធំគឺជាកញ្ចក់សម្រាប់ខ្ញុំមើលថែប្រពន្ធរបស់ខ្ញុំគឺនាងបុប្ផាដើម្បីឲ្យនាងមានសុភមង្គលកញ្ចក់ទី2កញ្ចក់តូចគឺជាកញ្ចក់សម្រាប់ខ្ញុំឆ្លុះមើលកំហុសនិងចំណុចខ្វះខាតរបស់ខ្លួនខ្ញុំផ្ទាល់ដើម្បីកែលម្អខ្លួនឯងកញ្ចក់ទី3កញ្ចក់មើលទីឆ្ងាយគឺជាកញ្ចក់សម្រាប់ខ្ញុំមើលពីទុក្ខលំបាករបស់អ្នកដទៃនិងសហគមន៍ដើម្បីឲ្យខ្ញុំចេះជួយគេ
លោកសេដ្ឋីក៏ភ្ញាក់ផ្អើលពេលបានឮចម្លើយនេះលោកសេដ្ឋីធម្មកញញឹមយ៉ាងពេញចិត្តលោកបានប្រកាសទៅកាន់បេក្ខជនទាំង3នាក់ថាកូនកំលោះវិសាលមានទ្រព្យប៉ុន្តែខ្វះការគិតពិចារណាឲ្យបានល្អិតល្អន់កូនកំលោះបុរិនមានវោហារស័ព្ទប៉ុន្តែគិតតែពីខ្លួនឯងរីឯកូនកំលោះពលៈវិញគេមានបញ្ញាវាងវៃចេះដោះស្រាយបញ្ហាដោយភាពច្នៃប្រឌិតនិងសំខាន់បំផុតគឺចេះគិតដល់សុភមង្គលរបស់ភរិយានិងសហគមន៍លោកសេដ្ឋីក៏បានសម្រេចចិត្តជ្រើសរើសយកលោកកំលោះពលៈធ្វើជាកូនប្រសាររបស់ខ្លួននាងបុប្ផាក៏ពេញចិត្តនឹងការសម្រេចចិត្តរបស់ឪពុកនាងផងដែរព្រោះនាងបានដឹងថាទ្រព្យសម្បត្តិពិតប្រាកដគឺស្ថិតនៅក្នុងគំនិតនិងប្រាជ្ញាពលៈនិងនាងបុប្ផាបានរៀបការជាមួយគ្នាហើយបានដឹកនាំគ្រួសារដោយសុភមង្គលនិងបានប្រើគតិបណ្ឌិតរបស់ខ្លួនដើម្បីជួយកសាងសហគមន៍ឲ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់មេរៀនសំខាន់ពីរឿងឪពុកក្មេករើសកូនប្រសារមានដូចខាងក្រោម 1. បញ្ញានិងគតិបណ្ឌិតជាមាសប្រាក់តម្លៃពិតរបស់មនុស្សមិនស្ថិតនៅត្រឹមរូបរាងឬទ្រព្យសម្បត្តិឡើយប៉ុន្តែស្ថិតនៅលើប្រាជ្ញាការគិតពិចារណាជ្រៅជ្រះនិងសមត្ថភាពក្នុងការដោះស្រាយបញ្ហាក្នុងជីវិត 2. ការយល់ដឹងពីចិត្តមនុស្សការគិតដល់អ្នកដទៃជាពិសេសគូស្រករនិងការចេះឆ្លោះមើលពីកំហុសខ្លួនឯងគឺជាមូលដ្ឋានគ្រឹះនៃសុភមង្គលក្នុងគ្រួសារនិងសង្គម 3. ជំរើសអនាគតឪពុកម្ដាយគួរតែជ្រើសរើសគូស្រករឲ្យកូនដោយផ្អែកលើគុណធម៌និងសតិបញ្ញាមិនមែនផ្អែកលើទ្រព្យសម្បត្តិឬឋានៈឡើយព្រោះបញ្ញាអាចកសាងទ្រព្យបានប៉ុន្តែទ្រព្យមិនអាចទិញបញ្ញាបានឡើយរឿងព្រេងនិទានខ្មែរត្បូងពេជ្រទឹកសន្សើមកាលពីព្រេងនាយមានភូមិមួយឈ្មោះថាភូមិសុបិនខ្សោះភូមិនេះស្ថិតនៅក្បែរជើងភ្នំធំមួយហើយដីនៅទីនោះប្រេះស្រាំដោយកម្ដៅថ្ងៃព្រោះអត់មានភ្លៀងធ្លាក់អស់រយៈពេលជាច្រើនឆ្នាំមកហើយមនុស្សម្នាក្នុងភូមិរស់នៅដោយលំបាកវេទនានិងមានក្តីស្រមៃតែមួយគត់គឺចង់បានទឹកនៅក្នុងភូមិនោះមានក្មេងប្រុសកំព្រាម្នាក់ឈ្មោះថាអាទិត្យដែលមានចិត្តល្អបរិសុទ្ធនិងចូលចិត្តមើលថែសត្វលោកអាទិត្យរស់នៅជាមួយជីដូនចាស់ដែលមានជំងឺប្រចាំកាយថ្ងៃមួយអាទិត្យឡើងទៅលើភ្នំស្វែងរកឫសឈើយកមកដាំដើម្បីរក្សាសំណើមបន្តិចបន្តួចគេក៏ប្រទះឃើញសត្វត្រកួតមួយក្បាលកំពុងដេកដួលដោយការស្រេកទឹកដោយក្តីអាណិតអាសូរអាទិត្យបានយកទឹកចុងក្រោយដែលខ្លួនមានក្នុងស្និតឫស្សីផ្ដល់ឲ្យត្រកួតផឹកបន្ទាប់ពីផឹកទឹករួចត្រកួតក៏មានកម្លាំងឡើងវិញហើយវាបានក្រឡេកមើលអាទិត្យដោយភ្នែកដ៏ស្រទន់ភ្លាមនោះសត្វត្រកួតក៏និយាយទៅកាន់អាទិត្យដោយសំឡេងមួយដែលមានថាមពលក្មេងប្រុសចិត្តល្អអ្នកបានជួយជីវិតខ្ញុំហើយខ្ញុំគឺជាស្ដេចត្រកួតមាសដែលមានភារកិច្ចថែរក្សារតនវត្ថុនៃធម្មជាតិដោយសារតែការលះបង់ទឹកចុងក្រោយរបស់អ្នកដើម្បីជីវិតខ្ញុំនឹងតបស្នងសងគុណអ្នកវិញសូមអ្នកទៅរករូងផ្កាឈូកទាំង5នៅចុងកំពូលភ្នំខ្ពស់បំផុតនៅទីនោះអ្នកនឹងរកឃើញត្បូងពេជ្រទឹកសន្សើមដែលមានឫទ្ធិអាចផ្ដល់ទឹកមិនចេះរីងស្ងួតដល់ភូមិរបស់អ្នកប៉ុន្តែសូមចាំថាថាមពលរបស់ត្បូងនេះនឹងដំណើរការបានលុះត្រាតែអ្នកប្រើវាដោយចិត្តស្មោះបរិសុទ្ធហើយមិនលោភលន់ឡើយអាទិត្យ
ភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយក៏អរគុណស្ដេចត្រកួតមាសអាទិត្យក៏ចេញដំណើរឡើងភ្នំភ្លាមដោយមានក្តីសង្ឃឹមដើម្បីភូមិសុបិនខ្សោះដំណើរឡើងភ្នំពោពេញទៅដោយឧបសគ្គទី1នៅពាក់កណ្ដាលផ្លូវមានបុរសចាស់ម្នាក់ធ្វើជាអ្នកដើរដួលហើយសុំបាយទឹកអាទិត្យបានចែកស្បៀងដ៏តិចតួចរបស់ខ្លួនឲ្យបុរសនោះទាំងអស់បុរសនោះញញឹមហើយក៏បាត់ខ្លួនទៅឧបសគ្គទី2ពេលជិតដល់កំពូលភ្នំមានសូរសំឡេងមួយបានលបួងអាទិត្យថាត្បូងពេជ្រនោះអាចធ្វើឲ្យអ្នកក្លាយជាស្ដេចបានកុំឲ្យវាទៅអ្នកភូមិឲ្យសោះយកតែទឹកសម្រាប់ជីដូនរបស់អ្នកបានហើយអាទិត្យនឹកឃើញពីទុក្ខលំបាករបស់អ្នកភូមិហើយក៏បដិសេធសំឡេងលបួងនោះទីបំផុតអាទិត្យក៏ទៅដល់រូងផ្កាឈូកទាំង5នៅចំកណ្ដាលផ្កាឈូកដែលរីកលើដីស្ងួតមានត្បូងពេជ្រមួយដុំភ្លឺផ្លេកថ្លាដូចទឹកសន្សើមដំបូងបំផុតនោះគឺត្បូងពេជ្រទឹកសន្សើមអាទិត្យបានយកត្បូងនោះចុះពីលើភ្នំមកយ៉ាងប្រុងប្រយ័ត្នពេលមកដល់កណ្ដាលភូមិសុបិនខ្សោះគេបានលើកត្បូងនោះឡើងពីលើក្បាលហើយអធិស្ឋានដោយចិត្តស្មោះថាអោត្បូងដ៏មានឫទ្ធិអើយសូមមេត្តាជួយដល់អ្នកភូមិខ្ញុំផងកុំឲ្យមាននរណាម្នាក់ស្លាប់ដោយសារតែការស្រេកឃ្លានទៀតឡើយខ្ញុំសូមចែករំលែកអំណាចរបស់អ្នកដល់អ្នកភូមិទាំងអស់គ្នាគ្រាន់តែអធិស្ឋានចប់ត្បូងពេជ្រក៏បញ្ចេញពន្លឺពណ៌ខៀវដ៏ត្រជាក់ដែលបាញ់ទៅលើមេឃភ្លាមនោះដំណក់ទឹកតូចបានធ្លាក់ចុះមកពីលើត្បូងមិនមែនជាភ្លៀងធំនោះទេប៉ុន្តែវាគឺជាដំណក់ទឹកសន្សើមបរិសុទ្ធរាប់លានដំណក់ដែលបានហូរជ្រាបចូលទៅក្នុងដីដែលប្រេះស្រាំទឹកសន្សើមនោះបានคล้ายទៅជាអូរតូចហើយអូរតូចក៏คล้ายទៅជាស្ទឹងយ៉ាងលឿនដីដែលខ្សោះស្ងួតក៏ចាប់ផ្ដើមមានសំណើមឡើងវិញរុក្ខជាតិក៏ចាប់ផ្ដើមមានពណ៌បៃតងភូមិសុបិនខ្សោះក៏បានคล้ายទៅជាភូមិទឹកសុបិនដែលសម្បូររុងរឿងឡើងវិញអាទិត្យបានដាក់ត្បូងពេជ្រទឹកសន្សើមនៅកណ្ដាលស្រះដែលអ្នកភូមិបានជីករួមគ្នាហើយត្បូងនោះនៅតែបន្តបញ្ចេញដំណក់ទឹកសន្សើមដ៏បរិសុទ្ធជារៀងរហូតស្ដេចត្រកួតមាសក៏បានមកលេងភូមិនោះហើយនិយាយទៅកាន់អាទិត្យថាអំណាចពិតនៃត្បូងនេះមិនមែនស្ថិតនៅលើពេជ្រនោះទេគឺស្ថិតនៅលើចិត្តបរិសុទ្ធនិងការមិនលោភលន់របស់អ្នកដែលធ្វើឲ្យវាមានឫទ្ធិដរាបណាអ្នកនៅតែចេះចែករំលែកអ្នកភូមិទាំងអស់គ្នាបានចងចាំនៅគុណូបការៈរបស់អាទិត្យហើយភូមិនោះក៏បានបន្តរស់នៅដោយសុខដុមរមនានិងចេះចែករំលែកធនធានដល់គ្នាទៅវិញទៅមកមេរៀនសំខាន់ដែលយើងអាចដកស្រង់បានពីរឿងត្បូងពេជ្រទឹកសន្សើមមានដូចជាតម្លៃនៃការលះបង់និងសេចក្តីមេត្តាការលះបង់នៅអ្វីដែលយើងមានដើម្បីជួយអ្នកដទៃនិងទទួលបានផលតបស្នងមកវិញដោយមិននឹកស្មានដល់អំណាចនៃចិត្តបរិសុទ្ធនិងការមិនលោភលន់ទោះបីជាមានឱកាសឬអំណាចដ៏ធំធេងក៏ដោយបើយើងប្រើប្រាស់វាដោយចិត្តស្មោះនិងសម្រាប់ប្រយោជន៍រួមនោះអំណាចនោះនឹងមាននិរន្តរភាពនិងកាន់តែមានឫទ្ធិការលោភលន់គឺជាមេរោគបំផ្លាញអំណាចសារៈសំខាន់នៃការចែករំលែកធនធានធម្មជាតិមានតម្លៃបំផុតនៅពេលដែលយើងចេះចែករំលែកវាដល់អ្នកទាំងអស់គ្នាការចែករំលែកនាំមកនូវភាពរុងរឿងដល់សហគមន៍ទាំងមូល